នាងស្លាប់យូរហើយចុះផាស្តាំងនៅឯណាអត់ទេយើងមិនអាចនៅទីនេះរងចាំឲ្យគេមកធ្វើបាបយើងមុនឡើយមានតែចោលរាប់ពាន់ឆ្នាំប៉ុណ្ណោះដែលដឹងល្បិចចោលដូចគ្នាខ្ញុំមានគំនិតមួយនិយាយពីចេញជៀនចាងតាមពិតគេបានប្រើព្រះស្នំចេនគេហ្វីជាឆ្លុកយកការពីខាងក្នុងបើអញ្ចឹងយើងត្រូវតែកម្ចាត់កូនអុកដែលរឹងរូសម្នាក់នេះចេញលោកថាព្រះស្នំចេនស្អប់ខ្ញុំខ្លាំងណាស់មែនទេតើនាងខ្លាចអ្វីជាងគេបំផុតលោកចង់ឲ្យខ្ញុំប្រើល្បិចបញ្ឆោតឲ្យនាងធ្វើខុសមែនទេពិតជាមានចិត្តពីស្ពូលដូចពូវែកមែនផ្លែទំពាំងបាយជូរដែលអូនបញ្ចុកពិតជាផ្អែមណាស់តែវាមិនទាន់ផ្អែមដូចសម្ដីអូនកាលពីយប់មិញឡើយតើល្បិចនេះវានឹងជោគជ័យមែនទេអូនត្រូវតែនិយាយអ្វីដែលធ្វើឲ្យនាងទ្រាំមិនបានឥឡូវនេះព្រះម៉ែម្ចាស់ត្រូវបានឃុំខ្លួនក្នុងវិមានអ្វីដែលព្រះស្នំចេនខ្លាចបំផុតគឺខ្លាចអូនដណ្ដើមតំណែងអាគមហេសីពីនាងល្បិចនេះច្បាស់ជាជោគជ័យមិនខានលោកម្ចាស់លោកអាចជួយសម្រាលដៃបន្តិចបានទេអូនឃ្លានហើយមែនទេបងពិតជាទុកចិត្តមិនបានឡើយក៏មកពីអូនអង្គុយលើផ្លូវបងដែរតើឈប់ធ្វើបាបអូនទៅបងធ្វើឲ្យអូនគេងមិនលក់ពេញមួយយប់ហើយក្រាបថ្វាយបង្គំព្រះអង្គព្រះករុណាព្រះស្នំមានដំណឹងល្អចង់ទូលថ្វាយអូនពិតជាមានសេចក្តីសុខណាស់ព្រះករុណាព្រះស្នំមានដំណឹងល្អចង់ទូលថ្វាយគឺទូលបង្គំកំពុងតែមានដំណឹងល្អមានផ្ទៃពោះពិតមែនឬអូអស្ចារ្យណាស់ហាល្អណាស់អូនជួយលែងដៃបន្តិចសិនបងចង់នៅម្នាក់ឯងសិនពួកគេប្រកាសជាឆ្លៀតឱកាសនេះដើម្បីធ្វើសកម្មភាពប៉ុន្តែវានៅតែមិនទាន់ប្រកបប្រជា100%ឡើយតើអូនអាចការពារខ្លួនឯងបានមែនទេខ្ញុំជាអ្នកជំនាញខាងថ្នាំពុលណាតើបងខ្លាចអ្វីទៅកុំភ្លេចដកអង្ក្រាកទាំងនោះចេញផងដើម្បីឲ្យពួកគេមានឱកាសបញ្ចេញល្បិចបងទៅចុះព្រះស្នំស្អីគេស្រីម្នាក់នោះមានផ្ទៃពោះផងទូលបង្គំស្ដាប់មិនខុសឡើយព្រះស្នំជាច្រើនឆ្នាំមកនេះដែលវិមាននេះបានសន្សំកេរ្តិ៍ឈ្មោះមកខ្ញុំតែងតែប្រកាន់ខ្ជាប់នៅគុណធម៌និងភាពថ្លៃថ្នូរស្រីម្នាក់នោះគ្មានអ្វីប្រៀបជាមួយខ្ញុំបានឡើយព្រះករុណាមិនដែលសំបីតែចង់ប៉ះពាល់វិមាននេះប៉ុន្តែបែរជាទៅមានកូនជាមួយស្រីថោកទាបម្នាក់នោះទៅវិញមិនបានទេលីវស៊ីយុននាងចង់រំលងមុខវិមាននេះដើម្បីឡើងធ្វើជាម្ចាស់វាំងផងឬនាងកំពុងតែយល់សប្តិហើយឯងយកឆ្នាំនេះទៅរំលាយក្នុងទឹកទៅវិមាននេះចង់ផ្ដល់ជាកាដូដ៏ធំមួយជូនដល់ព្រះនាងវិមាននេះចង់ឃើញថាតើស្រីដែលពូកែដូចជានាងនឹងទទួលបានក្តីមេត្តាពីព្រះករុណាដល់កម្រិតណាហាប៉ុន្តែព្រះម៉ែម្ចាស់បានផ្ដាំរាប់ពាន់ដងហើយមិនឲ្យយើងរំជើបរំជួលពេកទេលោកនាយករដ្ឋមន្ត្រីក៏បានប្រាប់ឲ្យពួកយើងរងចាំដល់ពេលគាត់ទៅដល់ភាគពីប៉ះសិនដែរកុំឲ្យធ្វើអ្វីដោយប្រញាប់ប្រញាល់ពេកហ៎បើឯងនៅតែនិយាយច្រើនទៀតបើចាំដល់ពេលនោះស្រីម្នាក់នោះច្បាស់ជាជិះជាន់លើក្បាលវិមាននេះមិនខានគ្មានអ្នកណាហ៊ានមករាំងផ្លូវខ្ញុំបានឡើយមិនថាជាអ្នកណាសុទ្ធតែត្រូវស្លាប់ទាំងអស់ចៅខាងបានស៊ើបដឹងរឿងរ៉ាវគ្រប់យ៉ាងហើយខ្ញុំត្រូវឆ្លៀតឱកាសនេះទៅជួបលោកពុករបស់ខ្ញុំព្រះស្នំសូមអភ័យទោសផងខ្ញុំមិនបានចេតនាបុកព្រះអង្គឡើយតើមានរឿងអីទៅហ៊ានមកបុកព្រះស្នំយ៉ាងដូចម្ដេចព្រះស្នំសូមឈប់សិនព្រះស្នំចេនបានឆុងតែដ៏ឈ្ងុយឆ្ងាញ់ទុកជូនទ្រង់ចង់ឲ្យព្រះនាងសាកល្បងធ្លាក់រសជាតិវាបន្តិចព្រះស្នំចេនបានរៀបចំតែយ៉ាងពិសេសដើម្បីឲ្យព្រះនាងបានសាកល្បងតែស្អីទៅខ្ញុំដឹងថាអ្នកឯងមិនបានមកដោយបំណងល្អឡើយខ្ញុំមិនផឹកតែរបស់អ្នកឯងទេបើអញ្ចឹងមែនទូបង្គំមិនបង្ខំព្រះនាងឡើយទូបង្គំសុំលាត្រឡប់ទៅវិញហើយខ្ញុំខំចំណាយពេលរៀបចំតែពោលយ៉ាងយូរហេតុអីបានជាឯងមិនខំព្យាយាមបញ្ចុះបញ្ចូលនាងបន្ថែមទៀតសូមព្រះនាងយាងត្រឡប់ទៅផ្លាស់ប្ដូរព្រះពុទ្ធសិនទៅតើមានរឿងអីកើតឡើងខ្ញុំមានអារម្មណ៍ថាមិនស្រួលខ្លួនសោះព្រះស្នំតើព្រះនាងកើតអីទៅព្រះស្នំព្រះស្នំព្រះស្នំតើព្រះនាងកើតអីទៅព្រះស្នំកុំបារម្ភអីអ្វីរៀបចំរួចរាល់ហើយល្អណាស់ធ្វើបានល្អខ្លាំងណាស់មានអ្នកជួយពីក្រោយទោះបីជានាងមានផ្ទៃពោះពិតមែនក៏យ៉ាងណាដែរបើកេរ្តិ៍ឈ្មោះនាងត្រូវបានបំផ្លាញដោយមនុស្សរាប់ពាន់នាក់ខ្ញុំចង់ដឹងណាស់ថាតើក្មេងក្នុងផ្ទៃនោះជារបស់អ្នកណាឲ្យពិតប្រាកដហាវិមាននេះចង់ឃើញណាស់ថាតើព្រះករុណានឹងអត់ធ្មត់ដល់កម្រិតណាឯងទៅជូនដំណឹងដល់ព្រះស្នំផ្សេងទៀតភ្លាមពួកយើងនឹងទៅសួនច្បារអធិរាជដើម្បីមើលការសម្ដែងដ៏អស្ចារ្យមួយនេះជាមួយគ្នាព្រះករុណាពិតជាសុខសប្បាយមែនទេតើការជ្រើសរើសមន្ត្រីមានរឿងអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះទៅព្រះករុណារឿងធំហើយព្រះអង្គមិនល្អទេព្រះអង្គ